សូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាចុចពាក្យ Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានហោរាសាស្ត្រព្រមទាំងអត្ថបទចែកទំលែកផ្សេងៗជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃបាទជាដំបូងខ្ញុំបាទសូមលំអរកាយគោរពនិងជំរាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានដែលតែងតែនិយមតាមដានសន្តាប់នៅនីតិហោរាសាស្ត្រជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃនៅវេលាថ្ងៃនេះយើងជួបគ្នាសាជាថ្មីនៅក្នុងនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទាំង12នៅវេលាថ្ងៃប្រហ័សបាទសម្រាប់ថ្ងៃប្រហ័សនេះអស់លោកអ្នកដែលកើតឆ្នាំមមីគឺឆុងជាមួយនឹងអ្នកដែលកើតឆ្នាំជូតដូច្នេះហើយឆ្នាំទាំងពីរពុំសូវជាត្រូវរកគ្នាប៉ុន្មានទេនៅក្នុងរយៈពេលនេះបាទចំពោះការជ្រើសរើសរកពេលវេលាល្អដើម្បីប្រកបកិច្ចការងារសពសារពើឬរៀបមង្គលការប្រាថ្នាឲ្យមានសិរីសួស្តីជោគជ័យមង្គលឲ្យមើលត្រង់ទេវតាឲ្យឬដំណេះបាទសម្រាប់ថ្ងៃ3រោចនេះទិវាចរស្ថិតនៅត្រង់ជើងទេវតាហាមឬការសង់ផ្ទះថ្មីរៀបមង្គលការឬក៏ស្ដីទៅនឹងកូននៅក្នុងថ្ងៃនេះមិនល្អឡើយចំពោះការមើលតាមតម្រាទិញរបស់វិញបើសិនជាទិញរបស់នៅក្នុងថ្ងៃប្រហ័សនេះរបស់នោះមានជោគល្អមានផ្នែកជាដោះកណ្ដុរទៅទីចិត្តទីឆ្ងាយរមែងឬបានរបស់ផ្សេងនៅតាមផ្លូវបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមុននឹងចូលដល់នីតិហោរាសាស្ត្រសម្រាប់ថ្ងៃប្រហ័សនេះខ្ញុំបាទក៏សូមលើកដៃបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ដែលមានលទ្ធិបារមីសូមជួយតាមថែរក្សាពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យទទួលបានសេចក្តីសុខនិងមានសុភមង្គលនៅក្នុងក្រុមគ្រួសារបាទជាបន្តដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាតាមដានស្ដាប់នៅនីតិហោរាសាស្ត្រសម្រាប់ថ្ងៃប្រហ័សនេះជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់ថ្ងៃប្រហ័សនេះចំពោះការធ្វើដំណើរដើម្បីប្រកបរបររកស៊ីអស់លោកអ្នកប្រុងប្រកាន់យកទិសអាគ្នេយ៍តែកុំចោលយាត្រាទៅទិសខាងកើតគឺជាទិសអពមង្គលសម្រាប់ថ្ងៃប្រហ័សនេះធ្វើកិច្ចការងារໄວៗមិនគាត់ប្រសើរឡើយចំពោះការមើលតាមទំនាជាជ្រឹះនៃការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលនិងដើម្បីទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះឲ្យអង្គុយទៅទិសឦសានបែរមុខទៅរកទិសអាគ្នេយ៍ចំពោះការមើលតាមក្បួនការកបាតយាមកាឡាឬគេហៅថាសារកាយាម25ជាន់សម្រាប់ការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយយប់ឬថ្ងៃអ្នកណាធ្វើតាមក្បួននេះនឹងមានប្រសិទ្ធភាពណាស់សម្រាប់ក្បួនកាកបាទយាមកាឡាក្នុងថ្ងៃប្រហ័សនេះមានដូចតទៅចំពោះម៉ោងយប់ព្រឹកគឺជាម៉ោងកាកបាទទៅណាមកណានឹងកើតក្តីអន្តរាយគួរប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងរឿងទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយបើចេញដំណើរពីផ្ទះនៅចន្លោះម៉ោងនេះចំពោះម៉ោងពេញពន្លឺគឺជាម៉ោងផ្នត់សូន្យតទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបនឹងគ្រោះថ្នាក់អ្វីដែរចំពោះម៉ោងថ្ងៃត្រង់គឺជាម៉ោង02ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាបានសេចក្តីសុខសម្រាប់ម៉ោងនេះចំពោះម៉ោងរសៀលគឺជាម៉ោង01មានន័យថាការធ្វើដំណើរឬធ្វើជំនួញផ្សេងមិនអស់ឡើយគឺជាគ្រោះកាចនៅចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយតែបើបានជាធ្វើដំណើរហើយសូមប្រយ័ត្នចរាចរណ៍ឲ្យបានខ្ពស់បំផុតចំពោះម៉ោងល្ងាចយប់គឺជាម៉ោង04នៅចន្លោះម៉ោងនេះគឺល្អណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យព្រោះគ្មានអ្វីមកយាយីបានឡើយមានតែលៀបចូលពេញបរិបូរណ៍សម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតនាមសត្វកណ្ដុរធាតុទឹកពងទេប្រាប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះចំពោះការងាររកស៊ីជួញដូរតែងតែជួបនូវឧបសគ្គជាច្រើននៅក្នុងរយៈពេលនេះដោយសារតែផលចំណូលមានការហូរចូលតិចតួចស្ដួយស្ដាងនិងកម្រៃដែលទទួលបានពីកម្លាំងញើសឈាមវិញនោះគឺរកបានតាំងតែកម្ចាយវិញធូរឲ្យសោះព្រោះអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារក្នុងរយៈពេលនេះដែរទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយត្រូវតែមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហា
កំឡោះក្រមុំមានការថ្នាំងថ្នាក់និងការទើសចិត្តគ្នាច្រើនហើយសូមប្រយ័ត្នចំពោះក្រុមមនុស្សទី3ចូលមុខជ្រៀតជ្រែកនាំឲ្យកើតជាចំនួនវិវាទឈានទៅដល់ការប្រឆាឡើងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវនាមសត្វគោធាតុដីពងមនុស្សប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដើរនៅក្នុងរយៈពេលនេះដែរជួញចិត្តប្រសើរជាងជួញឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានត្រឹមតែបានដែរទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជានឹងបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោបដល់កិត្តិយសរីឯបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមេម៉ាយពោះម៉ាយសូមប្រយ័ត្នមនុស្សទី3ចូលមកអុចអាលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាលនាមសត្វខ្លាធាតុឈើពងយក្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដើរនៅក្នុងរយៈពេលនេះដែរជួនចិត្តប្រសើរជាងជួនឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានត្រឹមតែបានដៃទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជានឹងបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសរីឯបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមេម៉ាយពោះម៉ាយសូមប្រយ័ត្នមនុស្សទី3ចូលមកអត់អាលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំថោះនាមសាទុនសាយធាតុឈើពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពិបាករួលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានីសនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកាត់ជាជំនួសវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការងារជួញដូរទីចិត្តទីឆ្ងាយជួបតែភាពរកាំរកោសរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងនាមសត្វនាគធាតុមាសពងទេវតាប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាត្រង់ព្រៃធំនិងអាចចេញទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសមប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់នាមសត្វពស់ធាតុភ្លើងពងមនុស្សប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍មានភាពលោកលឿននឹងគ្នាខ្លាំងណាស់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំមុំមីនាមសត្វសេះធាតុភ្លើងពងទេវតាស្រី
រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះចំពោះការងាររកស៊ីជួញដូរតែងតែជួបនូវឧបសគ្គជាច្រើននៅក្នុងរយៈពេលនេះដោយសារតែផលចំណូលមានការហូរចូលតិចតួចស្ដួយស្ដាងនិងកម្រៃដែលទទួលបានពីកម្លាំងញើសឈាមវិញនោះគឺរកបានតាំងតែកម្ចាយវិញទូឲ្យសោះព្រោះអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារក្នុងរយៈពេលនេះដែរទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយត្រូវតែមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចរីកឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការថ្នាំងថ្នាក់និងការទើសចិត្តគ្នាច្រើនហើយសូមប្រយ័ត្នចំពោះក្រុមមនុស្សទី3ចូលមុខជ្រៀតជ្រែកនាំឲ្យកើតជាចំនួនវិវាទឈានទៅដល់ការប្រឆាឡើងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមម៉ែនាមសត្វពប៉ែធៀបមាសពងទេពតាស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដើរនៅក្នុងរយៈពេលនេះដែរជួនចិត្តប្រសើរជាងជួនឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានត្រឹមតែបាតដៃទទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជានឹងបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសរីឯបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមេម៉ាយពោះម៉ាយសូមប្រយ័ត្នមនុស្សទី3ចូលមុខអត់អាលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំវកនាមសត្វស្វាធៀបដែកពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករុលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាបកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការងារជួញដូរទីចិត្តទីឆ្ងាយជួបតែភាពរកម្មរកុសរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរកានាមសត្វមន់ធៀបដែកពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រាប់តាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬជាវាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរទៅណាមុខណាគឺប្រកបតែសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍មានភាពលោភលឿននិងគ្នាខ្លាំងណាស់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំចនាមសត្វឆ្កែធៀបដីពងយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាទ្រង់ទ្រាយធំនិងអាចចេញទៅរកស៊ីនៅទីចិត្តទីឆ្ងាយដោយអាចសងប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាមុនរីឯការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំកុរនាមសត្វជ្រូកធៀបទឹកពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រាប់តាមបំណងបងប្រាថ្នាទាំងអស់
ហើយទ្របបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬជាវាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍មានភាពលោភលឿននឹងគ្នាខ្លាំងណាស់បាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននាទីហោរាសាស្ត្រនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់បើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមជាចុងក្រោយខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់យើងខ្ញុំរហូតដល់ទីបញ្ចប់ហើយខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាតឡើយសូមអរគុណនិងសូមជម្រាបលា